គ្រូនួនសូរិយាបានពោលពាក្យបែបនេះថាកីឡាករខ្មែរយើង99%ពេលបានល្បីមានជំងឺតួឯកថែមទាំងព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official ស្វាគមន៍ប្រិមិត្តយើងមកកាន់វីដេអូថ្មីរបស់ខ្ញុំបាទ Admin ផាណាទៀតហើយលោកគ្រូនួនសូរិយាបាននិយាយច្បាស់តាក់ទងជាមួយនឹងកីឡាករគុនខ្មែរបែបនេះថាកីឡាករខ្មែរយើងសឹងតែ99%ទៅហើយបានល្បីមានជំងឺតួឯកហើយមិនប្រឹងប្រែងក្នុងការវឹកហាត់បណ្ដោយខ្លួនឲ្យឡើងទម្ងន់គឺឡើងទម្ងន់ខ្លាំងមែនទែននេះបើតាមការបញ្ជាក់ពីសំណាក់លោកគ្រូនួនសូរិយាដែលបងប្អូនអ្នកគាំទ្រវិស័យបដាគុនខ្មែរហើយលោកគ្រូថាខ្លាចាស់កម្ពុជាល្បាច់នោះអីក្នុងន័យនេះលោកគ្រូនិយាយគឺមិនខុសនោះទេគឺត្រឹមត្រូវសឹងតែ 100% ទៅហើយដោយយើងសង្កេតឃើញថាកីឡាករកម្ពុជារបស់យើងមួយចំនួនពេលដែលបានល្បីពេលដែលមានការប្រកួតច្រើនបាទទទួលការប្រកួតច្រើនទៅក៏ទទួលបានថវិកាច្រើនអញ្ចឹងក៏ផ្អាកមួយរយៈបើកើតជាជំងឺគេហៅតួឯកបងប្អូនយើងបានឡើងទម្ងន់ជាកំហុកអញ្ចឹង admin សូមមិនលើកឡើងពីឈ្មោះកីឡាកររូបណាទេអញ្ចឹងប្រិយមិត្តយើងឃើញទាំងអស់គ្នាហើយបាទអញ្ចឹងមិនបាច់ចាំ admin ទៅនិយាយលើកឡើងឈ្មោះកីឡាកររូបនេះកីឡាកររូបនោះទេអញ្ចឹងសរុបសេចក្តីមកវិញបាទសូមកីឡាករទាំងអស់កុំកើតជំងឺតួឯកនៅពេលដែលយើងខ្លាំងនៅពេលដែលយើងល្អហើយយើងខិតខំប្រឹងប្រែងវឹកហាត់ជាបន្តទៀតទៅយើងនឹងបាទទទួលបានកេរ្តិ៍ឈ្មោះក៏ល្អហើយទទួលបានគេហៅថាអថវិកាក៏គួរសមបាទផ្គត់ផ្គង់ជីវភាពអាចនឹងកើតជាអ្នកមានថែមទៀតផងអញ្ចឹង admin សូមលើកឡើងត្រឹមតែប៉ុណ្ណឹងបងប្អូនយើងគិតយ៉ាងណាដែរកុំភ្លេច comment នៅខាងក្រោមចុច share ប្រសិនបើចូលចិត្តនៅវីដេអូមួយនេះសូមអរគុណ